ប្អូនជុំរួមជីពជាទីស្រឡាញ់ទាំងអស់នេះប្រកាសណាខ្លាចវិសាទឹកដីនេះដូនតាបានបន្សល់ទុកឲ្យយើងបានរស់នៅស្រណុកសុខស្រួលនេះគឺសិតសឹងតែជាដំណក់ឈាមពុកពាក់បរោះការពារជាតិអូនណាស់ហៀបតែដីនៃយើងដូច្នេះយើងត្រូវតែតស៊ូច្បាស់ការពារអាយុជីវិតចំពោះការឈ្លានពានរបស់ចៅសៀមនេះឲ្យបានថិតថេរគង់វង្សជារៀងរហូតដល់អាយ៉ាអរគុណវីរៈនេះឲ្យបានណែครับខ្ញុំសូមអរគុណបងប្អូនជុំរួមជាតិទាំងអស់គ្នាណាដូច្នេះលោកអុកញ៉ាប្រកាសដល់ណាខ្លាយមកសិនខ្ញុំសូមប្រគល់ភារកិច្ចដឹកនាំទ័ពចេញច្បាំងទប់ទល់វិបកចំពោះទឹកដីនេះដូនតាបានបន្សល់ទុកឲ្យយើងបានរស់នៅស្រណុកសុខស្រួលនេះគឺសិតសឹងតែជាដំណក់ឈាមពុកពាក់បរោះការពារជាតិអូនណាស់ហៀបតែដីនៃយើងដូច្នេះយើងត្រូវតែតស៊ូច្បាស់ការពារអាយុជីវិតចំពោះការឈ្លានពានរបស់ចៅសៀមនេះឲ្យបានថិតថេរគង់វង្សជារៀងរហូតដល់អាយ៉ាអរគុណវីរៈនេះឲ្យបានណែครับដូច្នេះចាប់ពីពេលនេះតទៅយើងសូមប្រសិទ្ធនាមតាមពោលនេះថាព្រះពោធិ៍បុត្រចាប់តាំងពីពេលនេះតទៅព្រះពោធិ៍បុត្រព្រះពោធិ៍បុត្រព្រះពោធិ៍បុត្រសូមប្រាប់ទូមានការអ្វីលោកឯកមានទេសាពីបច្ចេកក្រុមអយុធជាញ៉ាំថ្វាយព្រះអង្គក្រាបទូលបច្ចេកក្រុមអយុធជាយើងប្រជាក្រុងអយុធជាសូមប្រកាសថ្វាយព្រះអង្គចន្ទរាជាថាសូមទ្រង់ដាក់នគរកម្ពុជាជាចំណុះឲ្យនគរអយុធជាចាប់ពីពេលនេះតទៅនឹងនាំសួយសារអកទៅថ្វាយយើងជារៀងរាល់ឆ្នាំបើពុំដូច្នោះទេយើងនឹងធ្វើសង្គ្រាមកំទេចនគរកម្ពុជាឲ្យខាងតែបាគ្រិស្តសករាជ1530ប្រជាក្រុងអយុធជា